Alo, số sợi ngọc này chẳng ngày ní nhung nâng bền dương ở chế cú plongនៅក្នុង SketchUp ហើយយើងពុះយើងអីហើយ export វាទៅដាក់ dimension ក្នុង AutoCAD បាទអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមបាទឧទាហរណ៍ឥឡូវឧទាហរណ៍ថាខ្ញុំគូ plong ដើមចេញពីរូបភាពបាទរូបភាពមួយនេះបាទខ្ញុំរកទីតាំងវាមកខ្ញុំទាញវាដាក់ចូលអញ្ចឹងបាទក្រាក់វាចូលអញ្ចឹងអញ្ចឹងឥឡូវរូបនេះកាលណាយើងត្រាក់មកភ្លាមវាទូចបាទឥឡូវខ្ញុំវាស់វាមើលមួយសិនបាទនេះ tool មួយនេះវាស់ dimension ខ្ញុំចុចចុងនេះបាទ55 67បានន័យថាយើងគូជាຂະຫນາດមីលីម៉ែត្រអញ្ចឹងវា5ម៉ែត្រជាកន្លះបាទអញ្ចឹងឥឡូវដើម្បីឲ្យងាយស្រួលខ្ញុំប្រាប់យើងកន្លែងនេះបាទ window preference អញ្ចឹងនៅក្នុង preference នេះកន្លែង template បាទ template មួយនេះខ្ញុំបានបង្កើតសម្រាប់ខ្លួនឯងបាទហើយសម្រាប់យើងវិញចាំពេលក្រោយខ្ញុំនឹងប្រាប់បាទអញ្ចឹងឥឡូវយើងយកនេះ architectural design មីលីម៉ែត្របាទយកຂະຫນາດជាមីលីម៉ែត្រមកអូខេមកបាទអញ្ចឹងមើលស្ដាប់ window preference បាទនេះរបស់ខ្ញុំយក save អញ្ចឹងយើង architect design មីលីម៉ែត្របាទបន្ទាប់មកឥឡូវខ្ញុំចង់ scale ប្លង់បាទខ្ញុំ scale ប្លង់អត់ទេថានេះ 3008 4000បាទ42ដង8ចឹង38បាទអញ្ចឹងវា11 800បាទតាមពិតខ្ញុំចូលចិត្តប្រើ tool មួយនេះបាទប៉ុន្តែយើងអត់មាននេះ plug in អញ្ចឹងខ្ញុំ recommend យើងធ្វើចេះមកខ្ញុំចុចចំកន្លែងនេះមួយបាទដាក់ប៉ុណ្្នឹងមកបន្ទាប់មកខ្ញុំវាស់វាខ្ញុំ move វាបាទ move ឬក៏ copy បាទនេះតែយើងចង់រក tool copy នេះរូបមួយនេះបាទ move បាទក្នុង SketchUp អញ្ចឹងខ្ញុំចុច M បន្ទាប់មកខ្ញុំចុចកន្លែងទីតាំងដែលខ្ញុំចង់ copy បាទបន្ទាប់មកចុច control ចុច key control បាទអញ្ចឹងវាចេញសញ្ញាបូកអញ្ចឹងបានន័យថា copy ហើយបាទហើយនេះយើងឃើញពណ៌ក្រហមទេបាទយើងឃើញពណ៌ក្រហមពណ៌ខ្មៅបាទពណ៌ក្រហមបានន័យវាចំអាក់វាចំអាក់អញ្ចឹងយើងចុច shift វាជាប់បាទចុច shift វាជាប់នេះវាថងបាទខ្ញុំចុចកន្លែងនេះបាទអញ្ចឹងbằngកន្លែងថ្មីឥឡូវខ្ញុំគូភ្ជាប់វាចេះ L បាទដើម្បីខ្ញុំចង់វាស់ប្រវែងវាបាទអញ្ចឹងយើងឃើញនៅក្នុងប្លង់យើងវា42ដង3វា11 800 11ម៉ែត្រ3ទឹកបាទឥឡូវខ្ញុំវាស់តែសួរថាមែនតែនប្រមាណឥឡូវនេះ default tray បាទសម្រាប់default tray នេះខ្ញុំចុចសញ្ញានេះមួយឲ្យវានៅ fix នៅហ្នឹងបន្ទាប់មកខ្ញុំចុចលើវាបាទ470 4701 4701បាទយើងវាស់ក៏បានដែរនេះវាស់ចេះក៏បានដែរបាទនេះ4701ប៉ុន្តែខ្ញុំអត់វាស់បាទខ្ញុំចង់ចុចចឹងចេញចេះមកបាទសម្រាប់របស់យើងណាដែលសេរីទៀបវាអត់ចេញដូចខ្ញុំទេយើងយក window info នេះ info បាទសម្រាប់របស់ខ្ញុំសេរីខ្ពស់វាលែងមាន info ហ្នឹងហើយវាមានតែ default tray បាទបើយើងសេរីដូចរបស់ខ្ញុំសេរីខ្ពស់អញ្ចឹងរបស់ខ្ញុំប្រហែលជា16បាទអញ្ចឹងយើងគ្រីវាអស់ទៅបាទហើយ show tray អញ្ចឹងវាចេញមកកន្លែងនេះហើយអានេះយើងចង់បិទបើកវាចេះឲ្យ fix បាទអញ្ចឹងឥឡូវយើងឃើញ400មិញ4701បាទអញ្ចឹងឥឡូវខ្ញុំគូអានេះមួយទៀតខ្ញុំអត់ click ទេខ្ញុំគ្រាន់តែប៉ះវាបន្ទាប់មកបញ្ចោលវាឲ្យត្រង់តាមបេតុងអញ្ចឹង click មួយអញ្ចឹងអាប្រវែងនៅក្នុងប្លង់នេះវា42ដង8 11 800បាទ11 800នេះយើងឃើញវាចេញលេខនេះបាទអញ្ចឹងឥឡូវខ្ញុំបាយវាស្ដាម11 800 enter អញ្ចឹងបើយើងមីលីម៉ែត្រវាទៅជាຂະຫນາດមីលីម៉ែត្របាទអញ្ចឹង11800អញ្ចឹងឥឡូវខ្ញុំចុចលើវានេះ11800អញ្ចឹងរបស់យើង4700ឥឡូវខ្ញុំចុច Casio ដើម្បីយើង scale វាបាទ11800ចែក4 701បាទស្មើនេះ 2.51 បាទវាលៀងគ្នាតិចតួចបាទអានេះយើងគ្រាន់តែគូដើម្បីមើលឯងបាទគូមែនតើយើង scale វាត្រូវអញ្ចឹងឥឡូវ 2.51 បាទ 2.51 ឥឡូវខ្ញុំ scale វាបាទ
chế bạn lấy nhung cho chế mùi nhung cho chế mối ban thành là nghề bởi nhung trong đó là nút tiết nhung cho control cho rồi có shift của bạn này shift chụp mũi bàn chụp mũi tiết đỏ shift chụp mũi bố chụp mũi đỏ mình đã bỏ control đang tập bột một bạn chụp mũi tiết trước coi nhung select vía chế các bạn này bạn hãy control mũi tiết select này chắc là lấy scale là mũi ná s bạn này bạn scale nó dần chơi so s mà s và dần scale chế bạn ta bắt đầu dần scale chế bạn ta từng này anh ấy bắt đầu vậy này từng chứng anh ấy bạn từng pì mà mìnhประมาณ 2.50 enter បាទនេះអញ្ចឹងឥឡូវយើងបានរបស់ថ្មីឥឡូវយើងជួយទៅលើវាបាទនេះបាទ799យើង1 mm ទេអត់អីទេបាទអញ្ចឹងអានេះ300អានេះ799បាទអត់អីទេបាទអញ្ចឹងឥឡូវខ្ញុំលុបវាវិញនេះលុបបន្ទាត់ប្រយោលនេះចេញបាទអញ្ចឹងឥឡូវយើងបានប្លង់ហ្នឹងមានទំហំហើយខ្ញុំជាក់លាក់ហើយបាទនេះពណ៌ខៀវនេះវាឡើងលើបាទពណ៌ខៀវវាឡើងលើអញ្ចឹងយើងយកពណ៌បៃតងមិនមែនដេកបាទហើយក្នុងការបវល់ rotate ក្នុង SketchUp scroll យើងមូយើងបវល់ហ្នឹងយើង click វាជាប់យើងចុចវាជាប់ទៅចេញចេះបាទឬក៏យើងយក tool នេះក៏បានបាទចុច tool ហ្នឹងហើយ click មកឆ្វេងទៅបាទអញ្ចឹងឥឡូវសួរថា tool អស់ហ្នឹងមកពីណាបាទ tool អស់នេះមកពីណាយើងយក view toolbar បាទរបស់ខ្ញុំមានច្រើនដោយសារខ្ញុំមាន plugin អញ្ចឹងយើងគ្រីសទាំងអស់ទៅយើងមាន tool ប្រហែលយើងគ្រីសអស់ទៅបន្ទាប់មកចាំអាណាដែលយើងត្រូវការយើងបិទវាចេញវិញបាទអាណាយើងអត់ត្រូវការយើងបិទវាចេញវិញអាណាត្រូវការយើងទុកអញ្ចឹងឥឡូវរបស់ខ្ញុំគ្រីសតែប៉ុណ្នេះបាទហើយផ្សេងទៀត plugin ចាំខ្ញុំប្រើវានៅពេលក្រោយបាទយើងគិតកន្លែង option នេះរបស់យើងចេញ tool ធំអានេះ show type នេះយើងដាក់មកលើវាប្រាប់នេះអាហ្នឹងឯងគេហៅ show type បាទហើយ leg icon នេះកាលណាយើងគ្រីសវាចេញ icon ធំយើងដោះចេញទូចបាទឥឡូវអូខេអញ្ចឹងបន្តមកទៀតខ្ញុំធ្វើអីគេបន្តមកទៀតខ្ញុំយើងរក toolbar អីអញ្ចឹងមកបាទបាច់ចាំរៀបដូចខ្ញុំក៏បានដែរឲ្យតែមានអញ្ចឹងមកអញ្ចឹងបន្តមកទៀតខ្ញុំគូអីគេនេះខ្ញុំធ្វើអានេះខ្ញុំគូបន្ទាត់មួយចំកណ្ដាលបាទឬក៏មិនបាច់ក៏បានខ្ញុំ air បាទ air ស្មើអី rectangle នេះមួយនេះចុចលើនេះក៏បានឬក៏ air ក៏បានចុច air ចឹងមកបន្ទាប់មកប្រមាណនៅក្នុងនេះយើងចង់គូទៅសពីទឹកយើងវាយ200បាទយើងចាំមើលឡើងនេះបាទមើលឡើង dimension នេះ200សញ្ញាក្បៀសបាទសញ្ញា comma 200 enter បាទបន្តមកទៀតខ្ញុំគូអញ្ចឹងហើយខ្ញុំធ្វើវាឲ្យទៅជា component បាទ component ហ្នឹងបានន័យថាម៉េចកាលណាយើងកែតែមួយកែទាំងអស់បើសិននៅក្នុង AutoCAD វិញដូច block ចឹងបាទឥឡូវខ្ញុំ double click លើវា1 2បាទយើងចុច1 select ផ្ទៃអានេះយើងចុចឥឡូវយើងចាំមើលនេះយើង click 1មកឆ្វេងបាន select 1 1បាទខ្ញុំ double បាទ double នេះ select អាក្បែរជាប់គ្នាហ្នឹងបើយើង3ដង1 2 3 select ទាំងអស់បាទរូបធាតុខ្លះគេយើងទៅ2ដងរូបធាតុខ្លះតទៅ3ដងបាទនេះផ្ទៃបាទឥឡូវខ្ញុំ double click ចឹងហើយ right click make component បាទអានេះវាឈ្មោះអីឈ្មោះទៅអីនេះចាំខ្ញុំប្រាប់យើងនៅពេលក្រោយ set component axis នេះឥឡូវយើងបង្កើត component ទី1បន្ទាប់មក create បាទអញ្ចឹងឥឡូវយើងបានមួយហើយបាទបន្តមកទៀតយើងធ្វើអី បាទ move វាឥឡូវខ្ញុំយកវាមកដាក់កន្លែងនេះបាទដាក់កន្លែងនេះចុះបន្តមកទៀតខ្ញុំធ្វើអីខ្ញុំវាទៀតបានន័យថា move នេះ move ប៉ុន្តែវា tool move អញ្ចឹងប៉ុន្តែយើងអាច copy បាននេះយើងមើលអក្សរវា move strict copy and erase selected entry បាទបាទយើងចុចសបន្ទាប់មកចុច control key ដាក់ប្រវែងវាមកបាទឥឡូវតាមអាក់បៃតងអញ្ចឹងឲ្យចំអាក់បៃតងឲ្យធំបាន 6006 1 2 3 enter បាទបន្តមកទៀតខ្ញុំ copy វាទៀតហើយបាទខ្ញុំបវល់វាចុច scroll ប៊ូតុងហ្នឹង click វាជាប់ទៅឥឡូវ control បាទ 3300 3800
enter បន្តមកទៀត control ទៀត 4000 enter បាទអញ្ចឹងបើវាមាន2ចេះវាមាន2ចេះហើយ4ដូចគ្នាយើងធ្វើមិនបាទយើងអាចប្រើវិធីនេះបានលើខ្ញុំ control Z ខ្ញុំប្រាប់យើងបាទខ្ញុំ select 2នេះ1 2 M control 4000 4 1 2 3 enter បន្តមកទៀតខ្ញុំដាក់សញ្ញាគុណយើងចាំមើលអក្សរកន្លែងលេខនេះបាទយើងចាំមើលលេខហ្នឹងខ្ញុំដាក់សញ្ញាគុណ shift លេខ8លេខ2បានន័យថា 4000 អញ្ចឹង 2 ដងនេះយើងឃើញចេញ2ឯងបាទអញ្ចឹងឥឡូវខ្ញុំធ្វើអញ្ចេះវិញ control Z ខ្ញុំធ្វើរបៀបនេះវិញ M control បាទឥឡូវខ្ញុំដាក់ 8000 វិញឲ្យវាមកដល់នេះមកបាទតាមអាក្រហម 8 1 2 3 enter បន្ទាប់មកយើងចាំមើលឡើងនេះខ្ញុំដាក់សញ្ញាចែក2 enter បាទចេញចេះវិញបាទនេះឥឡូវខ្ញុំលុបអាមួយនេះចោលវាអត់មានសល់ទេបន្ទាប់មកខ្ញុំ copy វាទៀតនេះ copy អា3ខាងលើនេះ M control 4000 4 1 2 3 enter បន្ទាប់មកគុណ2 enter អញ្ចឹងឥឡូវខ្ញុំបានលេខនេះបានអស់ហើយនេះបាទគូបសអស់ហើយអញ្ចឹងបន្តមកទៀតខ្ញុំធ្វើអីខ្ញុំចាប់ផ្ដើមគូអញ្ចាំងបាទគូអញ្ចាំងសម្រាប់អញ្ចាំងវិញយើងចង់បង្កើត layer ក៏បានអត់ក៏បានចាំពេលក្រោយក៏បានបាទអញ្ចឹងឥឡូវខ្ញុំគូអញ្ចាំងបាទសម្រាប់ layer វានេះកន្លែងនេះបាទហើយការបង្កើត layer នេះយើងចូលមកមើលក្នុងនេះ layer បាទចុចសញ្ញាបូកមកបង្កើតមួយទៀតយើងបង្កើត layer ឥឡូវក៏បានចាំក្រោយក៏បានដែរដូចគ្នាគាត់យើង select ហើយដូរដូចក្នុង AutoCAD ចឹងឥឡូវ air ខ្ញុំគូរ rectangle បាទនេះបាទអាហ្នឹងទៅកាលណាផ្ទៃវាបិទចិត្តឥឡូវ L 1 2 3 4អត់មានតន់ផ្ទៃទេយើងគូមួយទៀតចេញផ្ទៃហើយបាទតែផ្ទៃវាបិទចិត្តវាដាក់ region auto ចឹងមកបាទអញ្ចឹងឥឡូវខ្ញុំយកនេះ air មួយទៀតបាទអញ្ចឹងអាពីរនេះ1 2បាទផ្សេងគ្នាបាទឥឡូវខ្ញុំ control Z វាសិនអានេះខ្ញុំដាក់ group មួយបាទ group ឲ្យវាជា group បាទ group នឹង component ខុសគ្នាបាទ component កែមួយកែទាំងអស់តំណែង group វិញអត់ទេលើ main group air បាទហើយការដែលខ្ញុំគូឲ្យយើងមើលនេះគឺចង់ឲ្យយើងចេះគូខ្លះនៅក្នុង SketchUp ហ្នឹងដូចជាវាងាយស្រួលក្នុងការគូប្លង់ពុះបាទមិនសម្រាប់តែគូប្លង់ពុះទេប្លង់ render ប្លង់ render ប្លង់អីចឹងទៀតបាទចឹងឥឡូវនេះជំហានដំបូងខ្ញុំសង្ខេបឲ្យយើងបាទចឹងឥឡូវខ្ញុំដើរគូវាទាំងអស់អញ្ចឹងមើលស្ដាំ main group បាទខ្ញុំមិនចេះមើលស្ដាំ main group បាទទៀតមើលស្ដាំ main group បាទអានេះមកទឹកដែលចំកណ្ដាលសមក main group បាទហើយអាដែលជាងដែលខ្ញុំគូនេះគឺមកទឹកនឹង2ទឹកគត់បាទ100 មីលីម៉ែត្រនិង200 មីលីម៉ែត្របាទតែមែនតើគឺ120 240បាទអានេះខ្ញុំឧទាហរណ៍ឲ្យយើងមើលទេយ៉ាងច្រឡំមកស្ដាំ main group បាទអញ្ចឹងបន្ទាប់មកខ្ញុំធ្វើអីគេអានេះអញ្ចឹងយើងត្រូវគូអញ្ចឹងក្នុងទៀតបាទឥឡូវខ្ញុំគូអញ្ចឹងក្នុងបានពេលពុះទៅយើងអាចមើលដឹងmain group main group បាទអានេះដែរ air បាទអញ្ចឹងអានេះវាអត់មានកន្លែងចាប់បាទអត់មានកន្លែងចាប់អញ្ចឹងប្រវែងវា 3939នេះយើងចាំមើលខ្ញុំធ្វើកន្លែងនេះបាទនេះខ្ញុំមើលលេខនេះបាទខ្ញុំដឹងបាទដឹងប្រវែងវាមួយគឺ 3900 អញ្ចឹង 3900 100 ទៅបាទ
មើលស្ដាំ make group ទៅតមកទៀតនេះ air បាទអានេះខ្ញុំយកប្រហែលមកឬក៏យើងមើលលេខនេះក៏បានដែរ 3494 បាទអញ្ចឹងកន្លែងនេះយើងឃើញលេខវាដែរអញ្ចឹងយើងចាំមើលយើងបត់បែនតាមលេខហ្នឹងអញ្ចឹងអានោះវាច្រើនអញ្ចឹង 100.3494 enter បាទ make group ទៀត air បាទ28បាទឥឡូវសារយើងដាច់មកដុំគៀននេះហើយអញ្ចឹងវាបាន28ឯងអញ្ចឹងវាបាន27 30បាទ27 30.100 enter គឺស្ដាំ make group ហើយសម្រាប់យើងគេថាយើងកំពុងនៅក្នុងវាចេះយើងអាចប្រើ space key បាទដើម្បីដូរទៅជាសញ្ញាព្រួយមួយនេះបាទ space key ដែលយើងនៅកំពុងនេះបាទចាក់ពណ៌យើងប្រើ space key វាដូរមកសញ្ញាព្រួយនេះឬក៏ escape ដើម្បីដូរសញ្ញាព្រួយហ្នឹងឬក៏ចេញមកអញ្ចឹងមកតែអញ្ចឹងឥឡូវបានជាងហើយតោះទៀតខ្ញុំពវល់វាបន្តិចខ្ញុំធ្វើអីគេឥឡូវខ្ញុំដឹងថាឥឡូវនេះខ្ញុំធ្វើអានេះមើលមួយបាទ double click ទៅក្នុង component ហ្នឹងបាទសម្រាប់ group បាទ group យើងអត់មានឃើញអាក់ទេបាទចាំមាននេះយើងឃើញអាក់ដែរតែអាក់ទូចបាទប៉ុន្តែបើ component វិញនេះយើងឃើញអាក់ក្រាស់បាទ AXY ហ្នឹងធំបាទអញ្ចឹងឥឡូវយើង group នេះយើងឃើញវាមានតែវាមួយគេផ្សេងអត់ទេប៉ុន្តែបើយើងក្នុងនេះវិញនេះយើងឃើញ select ទាំងអស់បាទអញ្ចឹងនឹងជាភាពខុសគ្នារវាង group និង component បាទឥឡូវខ្ញុំ double click លើវាបន្ទាប់មកចុចផ្ទៃវាបន្ទាប់មកសរ P បាទសរ P បានន័យថាអី push បាទ push pull បាទអញ្ចឹងខ្ញុំចុចអក្សរ P ទីខាងលើប្រហែលឥឡូវ 2500 enter បាទអញ្ចឹងឥឡូវវាទៅទាំងអស់ចេះបន្តមកទៀតខ្ញុំធ្វើអីបន្តមកទៀតនេះខ្ញុំចាប់ដើមជាងបាទ P ឥឡូវបើសារយើងមានធ្នឹមទៀតបាទអញ្ចឹងឥឡូវខ្ញុំគូធ្នឹមមកហើយថាធ្នឹម20 30បាទយើងគូលើនេះក៏បានយើងមកគូក្រោមក៏បានដែរដូចគ្នាបាទឥឡូវបើយើងគូលើនេះ air បាទប្រហែលបាទនោះយើងមើលលេខនោះបាទអញ្ចឹងអាខាងវែងវា5យើងកុំភ្លេចមើលលេខកន្លែងនេះបាទឥឡូវខ្ញុំប្រាប់យើងរបៀបងាយសិនបាទចាំខ្ញុំប្រាប់វាផ្សេងទៀតតាមក្រោយយើងកុំភ្លេចមើលលេខកន្លែងនេះហើយខ្ញុំ click air យើងឃើញបាទអាលេខច្រើនវា500អាលេខតិចវា200អញ្ចឹងអាលេខច្រើនវាជាខ្ពស់ហើយបាទអញ្ចឹងឥឡូវ300.200 enter បាទអានេះខ្ញុំដាក់ make component ដែរបាទ make component ដែរ create បាទឥឡូវខ្ញុំពុះវាបាទឲ្យវាមកនៅនេះកន្លែងនេះបាទឥឡូវខ្ញុំអានេះវា38អញ្ចឹង M control បាទ click ចុងនេះ1ចុងនេះ2បន្តមកទៀតយើងមានអា44បាទខ្ញុំជិលគូមួយទៀតបាទខ្ញុំធ្វើអញ្ចឹងមកចុចលើវា M control ចុចចុងទៅសនេះបាទនេះកន្លែងនេះខ្ញុំចុចចុងទៅនេះបន្ទាប់មកខ្ញុំមកចុចវិញចុងទៅនេះបាទយើងឃើញអានេះអត់គ្រប់បាទអានេះអត់គ្រប់គេមានវិធីច្រើនដើម្បីធ្វើបាទហើយវិធីដែលល្អនោះយើងធ្វើអញ្ចឹង right click make unique queue បាទ make unique queue បានន័យថា make ពីមុនវា component បាទឥឡូវខ្ញុំចុចនេះ1 2ដល់ពេលយើង make unique queue ហ្នឹងឲ្យអាមួយហ្នឹងវាខុសគេបាទវាទៅជា component ដែរប៉ុន្តែមួយខុសពីអាដតីពីមុនបាទអញ្ចឹងនេះខ្ញុំ click double click លើវា P បាទអញ្ចឹងយើងឥឡូវយើងមាន component សម្រាប់ធ្នឹមពីរប្រភេទមួយពីនេះបាទអានេះមួយប្រភេទអានេះមួយទៀតពីរប្រភេទបាទ M control ចុចកន្លែងនេះ M control មួយទៀតចុចកន្លែងនេះបាទ1 2 M control ចុចកន្លែងនេះចុចកន្លែងនេះបាទបន្តមកទៀតយើងឃើញអានេះប្រវែងប៉ុន្មានប្រវែង4ម៉ែត្របាទខ្ញុំយកអានេះទៅទៀតបាទខ្ញុំយកអានឹងទៅទៀត M control ប៉ុន្តែម្ដងហ្នឹងខ្ញុំដាក់កន្លែងណាបាទឥឡូវទីថាខ្ញុំដាក់កន្លែងនេះសិនចុះបាទខ្ញុំដាក់វាកន្លែងនេះ
click មួយបាទបន្ទាប់មកខ្ញុំបវល់វាធ្វើម៉េចបាទអញ្ចឹងឥឡូវនេះដល់ពេលអា component នេះយើងបង្កើតថ្មីបាទនេះវាមានគ្នាវា1 2 3 7បាទពេលអានេះមានគ្នាវា2បាទចំណែកអានេះខ្ញុំនឹងធ្វើវាឲ្យទៅជាវាខុសគេទៀត right click make unique view បាទអញ្ចឹងឥឡូវវាមានគ្នាវាតែមួយឯងបាក់ពួកវាបាទបន្តមកទៀតខ្ញុំចុចកន្លែងនេះខ្ញុំ air បាទខ្ញុំប្រើគុយបាទគុយនៅក្នុងកម្មវិធីនេះគុយបានន័យថាយើងសម្រាប់ rotate នេះគុយស្មើមួយនេះបាទឥឡូវខ្ញុំចុចគុយបាទបវល់នេះបាទខ្ញុំបវល់និយាយតាមពិតយើងត្រូវចុចកណ្ដាលនេះប៉ុន្តែយើងពិបាករកកណ្ដាលយើងចុចកណ្ដាលឡើងនេះក៏បាន click វាមួយដើម្បីចាប់ចំណុចអាក់វានឹងបន្ទាប់មក click មួយដើម្បីទីតាំងដើមបាទបន្ទាប់មកទៀតបវល់មកកន្លែងនេះបាទយក90 degree បាទយើងវាយអក្សរ90បាទ90 enter បាទដល់មកចាំយើង move M ចាប់ចុងនេះមកបាទដាក់ចុងឡើងនេះមកបាទអញ្ចឹងឥឡូវអានេះវាមានគ្នាវាតែមួយឯងបាទ M control ចុចចុងនេះមួយចុចចុងនេះ2 M control ទៀតចុច game នេះ control ទៀតបាទ game នេះអញ្ចឹងអានេះខុសគេយើងលុបវាមួយវិញបាទសួរថាមកលើ control set នេះឃើញជើវិញមកស្ដាំ make unique view បន្ទាប់មកនេះកន្លែងនេះវាផ្ទៃវានឹងនៅកន្លែងនេះបាទយើងអាចចុចអានេះបាននេះ X-ray នេះបាទនេះយើងឃើញផ្ទៃវាបានន័យថាចុចនេះយើងកំពុង select វាបាទ P បានន័យថា push pull ហ្នឹងបាទយើងដាក់ចុងនេះមកឥឡូវខ្ញុំបិទអាហ្នឹងវិញយើងឃើញនៅតាមវិញតទៅទៀត M control បាទដាក់ចំកន្លែងនេះបាទអញ្ចឹងឥឡូវយើងបានរូបនេះយើងនៅថ្នឹមកន្លែងនេះមួយទៀត M control បាទខ្ញុំចុចចុងខាងក្រោមក៏បានបាទតទៅទៀតមើលស្ដាំ make unique view បានន័យថាថ្នឹមហ្នឹងវាខុសគេបាទថ្នឹមហ្នឹងវាវែងហើយខ្ញុំចុចចំកន្លែងនេះបាទអញ្ចឹង M move វាបាទអញ្ចឹងឥឡូវយើងបានចេះហើយបន្តមកទៀតយើងតែងមាន slab បាទ air ខ្ញុំគូ slab បាទចុចចុងនេះមួយបាទចុចចុងកន្លែងនេះក៏បានបាទអញ្ចឹងឥឡូវបាន slab មួយនេះទំហំវាឥឡូវ air មួយទៀតបាទកន្លែងនេះបាទឥឡូវ1 2អញ្ចឹងអាបន្ទាត់នេះនៅកណ្ដាលខ្ញុំ click លើបន្ទាត់ហ្នឹងបាទខ្ញុំ delete វាអញ្ចឹងឥឡូវវាទៅតែមួយនេះយើងមើលកន្លែងនេះ air បាទ1 air 2បាទនេះ1នេះផ្ទៃ1បាទកាលណាយើងវា select ដោយចេះយើងចុច delete វាទៅបាត់ហើយបាទអញ្ចឹងឥឡូវខ្ញុំទីហោខ្ញុំធ្វើមើលមួយទៀត air 1បាទ1 2អញ្ចឹងខ្ញុំលុបអាកណ្ដាលចោលបាទវាទៅជារបស់តែមួយឥឡូវខ្ញុំរបប click delete អញ្ចឹងឥឡូវមកស្ដាំ make group ឥឡូវ slab បានមកទឹក2 1 2 0 enter បាទអញ្ចឹងឥឡូវខ្ញុំបានហ្នឹងនេះសម្រាប់ជាងវិញឥឡូវបាទនេះជាងយើងនៅរៀបអញ្ចឹងឥឡូវខ្ញុំ select ខ្ញុំបវល់វិញចេះចុច scroll click វាជាប់ទៅបាទ select វាពីក្រោមចេះចុចជាប់ទាញវាមកចេះបាទអញ្ចឹងខ្ញុំចុច shift មួយដើម្បីយកអារូបភាពនោះចេញ M control បាទឡើងចេះមកនេះបាទឥឡូវយើងបានជាងមួយទៀតនេះបាទឥឡូវខ្ញុំ make group វាទៀតបាទពីមុនជាងនឹង group ម្ដងហើយឥឡូវ make group ម្ដងទៀតអាក្រោម make group វាដែរបាទនេះមកស្ដាំ make group បាទអញ្ចឹងឧទាហរណ៍ថាឥឡូវនេះចូលក្នុងនេះបាទខ្ញុំពុះវាមក P កម្ពស់វាប៉ុណ្នេះបាទអានេះបើយើងចង់ឲ្យកម្ពស់ដែរយើងចុចអក្សរ P double click ចូលមកអញ្ចឹងវាយកឲ្យកម្ពស់ចាស់នឹងមកហើយបាទអញ្ចឹងឥឡូវមើលខ្ញុំដាក់ពីក្នុងហើយនេះបាទ
ចឹងឥឡូវមើលនេះមួយទៀត P double click P double click តមកទៀតខ្ញុំដាក់ក្នុងហើយចឹងដាក់ក្រៅម្ដង P double click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  ទៀត P double click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  បាទចឹងឥឡូវយើងមើលនេះចឹងបើសិនជាជាងនៅខាងលើហើយខាងក្រោមនឹងដូចគ្នាខ្ញុំធ្វើអញ្ចឹងហ្មង M control បាទឬក៏មកកណាត់ខាងក្រោមនឹងដូចគ្នាបាទនេះបាទកាលណាយើង select ពីចេះតទៅពត់ជុំវិញព្រោះកាលណា select ពីស្ដាំមកវិញឲ្យតែកាត់វាយកឯងបាទ M control បាទឡើងទៅលើមួយទៀតមកមានធ្នឹមបាទមានធ្នឹមអញ្ចឹងអានេះខ្ញុំធ្វើមិនខ្ញុំ select វាអញ្ចេះបើយើងអត់ទាន់បានដាក់ layer យើង select វាអញ្ចឹង right click high បាទអញ្ចឹងឥឡូវខ្ញុំយកតែធ្នឹមទេខ្ញុំដាក់វាថងនេះឬក៏ខ្ញុំយកនេះមើលចំពីមុខអញ្ចឹងមកបាទ so យើង select ហើយ camera parallel បាទឥឡូវ perspective យើងយក parallel ឃើញជុំឥឡូវយើងជុំស្មើនេះបាទខ្ញុំ select តែធ្នឹមបន្ទាប់មក camera perspective វិញបាទ M control បាទអញ្ចឹងឲ្យវាអញ្ចឹងសិនមកបន្ទាប់មកចាំយើងចុចខាងលើដាក់មកវិញបាទអាយ៉ាបាទអញ្ចឹងយើង copy វិញហើយឥឡូវ M control ទៀតបាទបន្ទាប់មកទៀតខ្ញុំធ្វើអីគេខ្ញុំយក edit unhide all បាទឲ្យវាចេញមកវិញបាទអញ្ចឹងឥឡូវយើងឃើញនេះបាទឧទាហរណ៍ថាខ្ញុំចង់គូដបូលឧទាហរណ៍បាទឥឡូវនេះខ្ញុំយកអា slab នេះមកធ្វើបាទខ្ញុំយកផ្ទៃវា control C បាទចុចចេញក្រៅ edit path in place បាទយើង path ធម្មតាក៏បានតែនេះយើងបើកន្លែងចុចបាទយើងចុចអត់ចំកន្លែងឥឡូវយើង edit path in place ឲ្យវានៅកន្លែងដែរបន្ទាប់មកមកស្ដាំគ្រប់បាទអាដបូលហ្នឹង F បាទឥឡូវយើងថាយកចេញក្រៅ1ម៉ែត្របាទអញ្ចឹងឥឡូវយើងចេញអានេះបាទពេលយើងចេញអាហ្នឹងខ្ញុំលុបបន្ទាត់ចោលបាទទីអត់ថាឥឡូវវាចេញអញ្ចឹងបាទយើងបានដបូលថាខ្ញុំចង់បានដបូលអញ្ចេះបាទដាក់ចំកណ្ដាលអញ្ចេះបាទថាវាលយទៅក្នុងចេះឥឡូវខ្ញុំដាក់ថា2ម៉ែត្រ2បាទយកមកកម្ពស់វាខ្ញុំដាក់ថា2ម៉ែត្រ2 1 2 3 enter បន្ទាប់មកខ្ញុំគូអញ្ចេះខ្ញុំលុបនេះចោលវិញបាទហើយខ្ញុំយកវាអញ្ចេះបន្តមកទៀតខ្ញុំคลิกលើវា M control បាទដើម្បី copy វាចឹងខ្ញុំចង់បាននៅខាងក្រោយមួយទៀតខ្ញុំចង់បានមានខាងក្រោយមួយទៀតចឹងបើថាវាទៅស្របគ្នាចេះខ្ញុំប្រើ S scale បាទទាញមកចេះដក1 enter បាទចឹងឥឡូវវាទៅឈមគ្នាបាទឥឡូវ M move វាខ្ញុំមកដាក់ក្នុងនេះបាទគូបចិត្តដបូលនេះ L បាទ L កន្លែងនេះមកទៀតបាទ L កន្លែងនេះមកទៀតកន្លែងនេះ L ដែរភ្ជាប់វាសិនបាទអានេះក៏ L ដែរភ្ជាប់វាសិនបាទហើយបន្ទាប់មកចាំយើងគួរមកជាងទៀតឥឡូវទៅថាយើងយកមុំប៉ុនគ្នាបាទអញ្ចឹងអានេះ M control បាទចុចកន្លែងនេះអានេះមុំប៉ុនគ្នាដែរ M control ចុចកន្លែងនេះបាទ
ឬក៏បើយើងចង់ដូរមុំក៏បានបាទឥឡូវបើយើងចង់យកមុំប៉ុណ្ណឹងក៏បានដូរមុំក៏បានឥឡូវយើងដូរមុំទៅស្អាត control ជាប់លុបនេះឥឡូវខ្ញុំចង់បានកម្ពស់បាទនេះL កម្ពស់ប៉ុណ្នេះថា1ម៉ែត្រ1ម៉ែត្រកន្លះបាទខ្ញុំបញ្ចូលវាទៅចេះនេះខ្ញុំទាញតាមអាក្រមចុច C ជាប់នេះដល់ទៅនេះបាទអញ្ចឹងឥឡូវខ្ញុំគូរនេះ L បាទឧទាហរណ៍ថាខ្ញុំចង់បានប៉ុណ្នេះបាទឥឡូវខ្ញុំលុបខ្ញុំបញ្ចូលចោលវិញ L បាទអានេះទៅដែរ L មកចុចកន្លែងនេះចុចកន្លែងនេះបាទ L ចុចកន្លែងនេះចុចកន្លែងនេះ L នេះមួយទៀតលេខលុបអានេះមួយសិនបាទ L ជួនកាលយើងបញ្ចូលនឹងអត់ចំវាអត់ចេញទេបាទអូនេះបន្ទាត់នេះបាទវាអត់ប៉ះគ្នាអញ្ចឹង L ចំលេខនេះចំលេខនេះបាទអញ្ចឹងក្នុងការគូយើងប្រយ័ត្នបន្ទាត់វាអត់ប៉ះគ្នានេះឥឡូវទីថាយើងយកដបូងអញ្ចឹងបាទឡើងអានេះខ្ញុំលុបវាចោលវិញផ្ទៃវាអញ្ចឹងឥឡូវ1 2 3បាទខ្ញុំមេកគ្រប់វាអានេះ1 2 1 2 3បាទមេកគ្រប់វាអញ្ចឹងឥឡូវជាដបូងមួយបន្តមកទៀតបាទចង់បានដបូងអញ្ចឹងឧទាហរណ៍បាទយើងចាប់ផ្ដើមពុះវានេះយើងយកធូលមួយនេះបាទយើងយកហុកនេះយើងចុចទៅលើវានេះកាលណាយើងប៉ះចំផ្ទៃវាចាប់ឲ្យអូតូបាទឧទាហរណ៍ថាយើងចាប់ផ្ទៃក្រហមយើងចុចមកវាចេះតែរៀលអញ្ចឹងយើងប៉ះផ្ទៃក្រហមជាប់ចុច shift អញ្ចឹងវាយកផ្ទៃក្រហមរហូតបាទឥឡូវយើងពុះពីខាងនេះបាទคลิกមួយបាទអញ្ចឹងឥឡូវអានេះអីគេបាទអានេះយើងចង់លុបវាវិញយើងចុចនេះបាទអានេះបាទបិទបើកចេះបាទតែថាយើងពុះផ្ទះយើងពីខាងហ្នឹងនេះយើងឃើញនេះមានអីខ្លះឥឡូវ control Z វិញបាទខ្ញុំបើកជាងតែខ្ញុំពុះពីខាងនេះម្ដងបាទពុះពីលើដបូពុះមិនក៏បានដែរបាទខ្សែចិត្តយើងឥឡូវខ្ញុំពុះប្រឆិតចេះបាទនេះយើងឃើញចេះវិញ control Z បន្ទាប់មកឥឡូវខ្ញុំពុះចេះវិញបៃតងបាទខ្ញុំពុះចំកន្លែងនេះបាទនេះឥឡូវយើងឃើញតែយើងអញ្ចឹងខ្ញុំបិទកាឡាវាចោលបាទបន្ទាប់មកដើម្បីយើងយកវាចូលទៅក្នុងប្លង់ AutoCAD យើងដាក់នេះសិនបាទកាមេរ៉ា parallel បាទ parallel ប៉ុន្តែយើងមើលពីខាងណាអាហ្នឹងទិសវាខាងមុខខាងឆ្វេងខាងស្ដាំអញ្ចឹងឥឡូវយើងសាកខាងមុខមួយបាទបើយើងត្រូវខាងមុខអញ្ចឹងហើយយើងបាច់ដូរបើយើងអត់ត្រូវយើងដូរទៀតឆ្វេងស្ដាំនេះ 3D បាទ 3D ISO ដោយសារយើងដាក់មើលកាមេរ៉ា parallel បាទអញ្ចឹងឥឡូវយើងដាក់នេះបាទអញ្ចឹងយើងចាប់ផ្ដើមយកវាចូលទៅក្នុង AutoCAD បាទធ្វើម៉េច file export 2D graphic ឬក៏ 3D ក៏បានដែរយើងយកវាទៅទាំង 3D ចំណាំតែយើងយកទាំង 3D ក៏បានយក 2D ក៏បានបាទ export 2D graphic បន្ទាប់មកយើងចង់ឥឡូវខ្ញុំដាក់ថានៅ desktop បាទឥឡូវឈ្មោះអីគេបាទ DWG បាទនេះយក DWG ឬក៏ D នេះ WG នេះក៏បានឥឡូវខ្ញុំដាក់ឈ្មោះថា QW បាទបន្ទាប់មក option បាទអីគេបាទ2013អីចឹងអានេះយើងគូຂະຫນាត់អីវាទៅຂະຫນាត់ហ្នឹងហើយបាទអូខេឥឡូវខ្ញុំចុចមួយ export បាទឥឡូវវាថាអូខេហើយអញ្ចឹងឥឡូវខ្ញុំទៅបើកខ្ញុំទៅរក file ហ្នឹងយកមកបើកបាទ Q បាទនេះ QW AutoCAD ខ្ញុំបើកវាបាទហើយអញ្ចឹងកន្លែងនេះវាសួរយើងថាចង់ continue ឬក៏ cancel បាទយើងយក continue នេះអញ្ចឹងឥឡូវយើងហើយនេះយើងបានប្លង់ផ្ទះយើងអញ្ចឹងបន្ទាប់មកទៅសធ្នឹម slab អីចឹងកាត់កន្លែងណាយើងហាច់វាមកបាទអញ្ចឹងឥឡូវយើងចង់ដាក់ dimension DLI enter នេះឥឡូវថាយើងវាស់វាផ្ទៀងផ្ទាត់នេះកន្លែងនេះយើងដឹងតែពីទឹក DLI
enter បាទវាស់វាមួយបាទចុចមួយឥឡូវយើងទៅមើលវាប្រហែលបាទ2ទឹកបាទនេះគ្រាន់0ក្រោយក្បៀសអីទេបាទ2ទឹកអញ្ចឹងឥឡូវបើសិនជាឧទាហរណ៍ថាវាអត់ចេញមក2ទឹកយើង scale វាទៅបានហើយបាទឥឡូវវាចេញមក2ទឹកអូខេអញ្ចឹងនេះយើងចង់ដាក់ហាច់ចង់ដាក់អីដបូលហ្នឹងយើងបែកគឺក្នុងវាមានផ្ទងមានអីចឹងមកអានេះហាច់កាត់ចំលេខណាលេខណាហើយទៀត DLI យើងចំណាំអានេះជាងវាមួយទឹកបាទបើវាអត់ចេញមួយទឹកទេយើង scale វា scale ឲ្យទៅមួយទឹកទៅអញ្ចឹងវាត្រូវទាំងអស់ហើយឥឡូវវាមួយទឹកហើយអូខេទៅពេលនេះវិញធ្នឹមនេះ20 30បាទអានេះត្រូវ3ទឹកបាទ3ទឹកអូខេអញ្ចឹងយើងវាស់វាមើល3ទៅហើយបាទឥឡូវយើងបានប្លង់វាអញ្ចឹងហើយសម្រាប់ថាយើងនៅក្នុង SketchUp យើងចង់ឥឡូវខ្ញុំចង់ដូរនឹងវិញចុចអានេះមកចុចលើវាវិញខ្ញុំ delete បាទហើយបន្ទាប់មកកាមេរ៉ា perspective ហើយយើងឧទាហរណ៍ថាយើងចង់យកពី AutoCAD មកចូលវិញ file import បាទទីកន្លែងនេះអីគេ DWG ចឹងមកយកអីគេនេះយក file ហ្នឹងឬក៏ file AutoCAD ណាមួយមក option យើងកែតម្រូវវាចង់ຂະຫນាត់អីបន្ទាប់មក import មកហើយ